អូខេបងថ្ងៃនេះខ្ញុំមកអាប់ដេតព័ត៌មាននៅច្រកអន្តរជាតិដងដែលគេហៅថាច្រកឡែមបងទាំងអស់គ្នាចាថ្ងៃទី26ខែ6ឆ្នាំ2025បងពលកររបស់យើងនៅតែបន្តចេញមកជារឿយៗតែម្ដងហើយថ្ងៃនេះចេញមកច្រើនជាងថ្ងៃណាទាំងអស់បងចាចេញមកច្រើនខ្លាំងមែនទែនហើយក៏មានការសម្រួលពីបងសមត្ថកិច្ចចាជួយសម្រួលបានល្អខ្លាំងមែនទែនបងហើយសំខាន់ណាស់ឡានក្រសួងការងារនៅតែបន្តចោះចតរងចាំផ្ដល់ព័ត៌មានជូនបងជានិច្ចតទៅនឹងការងារចាហើយអ្វីដែលសំខាន់ចាប្លែកខ្លាំងមែនទែនថ្ងៃហ្នឹងគឺខាងច្រកថៃបងទាំងអស់គ្នានៅខាងថៃគឺគេបើកច្រកធំឲ្យយើងអញ្ចឹងណាបងចាប៉ុន្តែមិនដឹងថាបើកហ្នឹងគោលបំណងអីទេដោយសារតែគាត់បើកតែឯងគាត់អត់មានបានផ្ដល់ព័ត៌មានឲ្យអ្នកណាទាំងអស់បងទាំងអស់គ្នាចាអត់មានផ្ដល់ព័ត៌មានមកខាងយើងជាខ្មែរទេចាមិនដឹងថាគាត់បើកហ្នឹងគោលបំណងអីទេចានិយាយរួមទៅមួយថ្ងៃ100អារម្មណ៍ម្សិលមិញបិទចាថ្ងៃនេះបើកចាមិនអញ្ចឹងមិនដឹងថាស្អែកហ្នឹងមិនទេមិនដឹងថាបើកឬក៏បិទទេបងកុំភ្លេចតាមដានព័ត៌មានទាំងអស់គ្នានិយាយទៅខ្ញុំនេះអ្នកទៅចង់និយាយថាទៅ live នៅមាត់ច្រកខ្ញុំចង់សតិអារម្មណ៍ចាតាមដានព័ត៌មានមិនថាបងប្អូនមិនថាខ្ញុំទេសតិអារម្មណ៍អស់ហើយចាម្នាក់ព្រោះថាព័ត៌មានថៃមិនដឹងថាមួយណាច្បាស់ប្រកាសឲ្យប្រកាសទេដូចថាលេខបៃឡអញ្ចឹងម្ដងចេះម្ដងចោះចានិយាយពីថាអូយអ្នកតាមដានចង់សតិអារម្មណ៍ណាចានិយាយរួមទៅអញ្ចឹងបងទាំងអស់គ្នាមើលតាមដាន page ចាដែលខ្ញុំ live បងទាំងអស់គ្នាចាដើម្បីទទួលបានព័ត៌មានពិតចាពីច្រកអន្តរជាតិដងតែម្ដងចានិយាយរួមទៅ live បន្តផ្ទាល់តែម្ដងអញ្ចឹងបងកុំភ្លេចធ្វើការ share ក៏ដូចជាចុច follow page ម្នាក់មួយផងណាអរគុណច្រើនគឺលក់ធម្មតាជាចង់ចូលជាតំណាងចែកចាយបងប្អូនអាចចូលបានធម្មតាបងប្អូនណាចាអញ្ចឹងបងប្អូនក៏ไป like ជួយ share ផងដើម្បីទទួលបានព័ត៌មានជាក់ស្ដែងនៅច្រកព្រំដែនចាអរគុណច្រើន